សួស្តីពុកម៉ែបងប្អូនការបំបីកំណត់ត្រា UNESCO លើកនេះគឺមកពីប្រទេសឥណ្ឌាការបំបីកំណត់ត្រានេះគឺយកកម្មាចងភ្នែកហើយនឹងវ័យផ្លែដូងដែលដាក់នៅជុំវិញមនុស្សមើលទៅពិតជាគួរឲ្យខ្លាចនិងញញើតមែនទែនប៉ុន្តែខាងក្រុមគាត់នេះគឺគាត់អាចធ្វើបាននិងបំបីកំណត់ត្រាបានយ៉ាងជោគជ័យដូចបានឃើញនៅក្បាលវីដេអូអញ្ចឹងគឺមនុស្សភាគតិចណាស់ដែលអាចធ្វើបានប៉ុន្តែគឺខាងជនជាតិឥណ្ឌានេះគាត់ពិតជាពូកែមែនតើដែលគាត់អាចធ្វើវាបានគឺគាត់បានបំបីកំណត់ត្រា UNESCO ដោយការដំបំបីផ្លែដូងដែលដាក់នៅជុំវិញមនុស្សដោយមិនឲ្យត្រូវហើយគឺថែមទាំងចងភ្នែកទៀតផងវ៉ាវពិតជាអស្ចារ្យមែនតើ